ជំរាបសួរបងប្អូននិងប្រិយមិត្តដែលកំពុងទស្សនាវីដេអូ podcast នេះជាទីគោរពថ្ងៃនេះយើងនឹងបានជួបជាមួយលោកតារាដែលជាអ្នកជំនាញលក់ផលិតផលក្នុងស្រុកហើយម្ចាស់អាជីវកម្មក្នុងស្រុកផងដែរឥឡូវនេះយើងមកជួបជាមួយនឹងលោកតារាទាំងអស់គ្នាជំរាបសួរលោកតារាបាទជំរាបសួរលោកបូរីតើលោកបូរីសុខសប្បាយជាដែរឬទេបាទខ្ញុំសុខសប្បាយជាទេអរគុណលោកតារាតើលោកយល់ឃើញយ៉ាងណាចំពោះការចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកបានច្រើនជៀសវាងផលិតផលដែលនាំចូលពីក្រៅស្រុកបាទលោកបូរីសម្រាប់ការយល់ឃើញរបស់ខ្ញុំចំពោះការប្រើប្រាស់ផលិតផលក្នុងស្រុកបានច្រើនជាងផលិតផលក្រៅស្រុកគឺជារឿងដែលល្អប្រសើរខ្លាំងណាស់ពីព្រោះវាបានជួយលើកតម្កើងដល់បងប្អូនម្ចាស់អាជីវកម្មក្នុងស្រុកពួកគាត់មានកម្លាំងចិត្តក្នុងការផលិតហើយកាន់មានគុណភាពល្អជាងផលិតផលក្រៅជាពិសេសអាចធ្វើសេដ្ឋកិច្ចជាតិយើងកាន់តែរីកចម្រើនផងដែរបាទលោកតារាខ្ញុំនៅមានសំណួរបន្ថែមទៀតតើលោកតារាគិតថានៅពេលបច្ចុប្បន្ននេះយើងប្រហែលការមិនប្រើប្រាស់ផលិតផលចោលសៀមវាតើផ្ដល់ផលប្រយោជន៍ច្រើនដែរឬទេសម្រាប់ផលិតផលក្នុងស្រុករបស់យើងនៅពេលឥឡូវនេះបាទលោកបូរីវាគឺពិតជាល្អខ្លាំងណាស់ដែលប្រជាពលរដ្ឋរបស់យើងឈប់ប្រើប្រាស់ផលិតផលរបស់ចោលសៀមហើយងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកយើងវិញជាពិសេសធ្វើផលិតផលក្នុងស្រុករបស់យើងកាន់តែរីកចម្រើនមួយវិញទៀតគឺផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងពលករចំណាក់ស្រុកមានការងារធ្វើច្រើននិងមានប្រាក់ចំណូលសមរម្យផងដែរបាទអរគុណលោកតារាខ្លាំងណាស់ដែលបានពន្យល់យ៉ាងក្បោះក្បាយតើលោកតារាមានមតិយោបល់និងគំនិតអ្វីបន្ថែមទៀតដែរឬទេ